bảo ôn nạc lá để chọn cắt video bị bài ní từ bài níឬក៏ចង់បង្វិលពីបែបនេះទៅបែបនេះការកាត់បែបនេះគឺសម្រាប់បងប្អូនដែលចង់កាត់បាទវីដេអូឲ្យខុសពីទម្រង់ដើមដើម្បីយកទៅផុសនៅក្នុង social media ផ្សេងៗបាទពិសេសបងប្អូនដែលធ្វើ content កាប់ដាវតោះទៅមើលការបង្ហាញជូនរបស់ខ្ញុំទាំងអស់គ្នាបងប្អូនបាទចូលទៅកាន់កម្មវិធី Wing បន្ទាប់មកបងប្អូនយក New បន្តមកទៀតបងប្អូនទៅជ្រើសរើសវីដេអូដែលបងប្អូនចង់ធ្វើការ crop ឬក៏បង្វិលឥឡូវខ្ញុំយកវីដេអូមួយនេះហើយខ្ញុំចុច start បងប្អូនឥឡូវខ្ញុំ play វីដេអូមួយឲ្យបងប្អូនមើលវីដេអូហ្នឹងបាទចុះវីដេអូរបស់យើងគឺមានទំហំបែបនេះប្រសិនបើបងប្អូនយើងចង់កាត់ផ្នែកណាខ្លះនៅក្នុងវីដេអូហ្នឹងចេញឧទាហរណ៍ថាខ្ញុំចង់យកត្រឹមមកកណាត់ខ្លួនគាត់ទេអញ្ចឹងបងប្អូនត្រូវចុចលើវីដេអូហ្នឹងបន្ទាប់មកបងប្អូនមើលមកក្រោមបងប្អូនយកពាក្យថា crop ហើយបងប្អូនអាចកាត់បានដោយបងប្អូនមើលកន្លែងនេះបងប្អូនអាចរុញមកខាងលើអញ្ចេះឬក៏បងប្អូនអាចរុញពីលើមកក្រោមអញ្ចេះឃើញទេអញ្ចឹងយើងអាចទុកត្រឹមតែមួយកំណាត់ទេនៅចំណុចនេះផងដែរបើសិនបើបងប្អូនយកទម្រង់ដែលគេកំណត់ស្រាប់គឺបងប្អូនអាចជ្រើសរើសបាននៅក្នុងនេះគឺមានច្រើនឧទាហរណ៍ខ្ញុំយកទម្រង់មួយនេះបានន័យថា4ជ្រុងអញ្ចឹងបងប្អូនចង់ទាញទៅណាក៏វានៅតែ4ជ្រុងអញ្ចឹងដែរបើសិនជាបងប្អូនជ្រើសរើសបាទទំហំផ្ដេក 16.9 នេះទោះបងប្អូនទាញដល់កន្លែងណាក៏វានៅតែបាទទំហំ 6.9 នឹងដែរបាទអញ្ចឹងបងប្អូនអាចជ្រើសរើសទំហំដែលមានស្រាប់ក៏បានក្នុងករណីនេះបើសិនជាបងប្អូនយើងយកទម្រង់ដែលគេកំណត់ឲ្យស្រាប់អញ្ចឹងឧទាហរណ៍ថាទម្រង់4ជ្រុងនេះចុះបាទខ្ញុំយកមកកណាត់ខ្លួនគាត់ហើយខ្ញុំចុច Take ពេលដែលបងប្អូន Take បែបនេះហើយបងប្អូនមើលទៅលើទម្រង់វីដេអូរបស់យើងបងប្អូននឹងឃើញមានខាងលើខាងក្រោមនេះវានឹងពណ៌ខ្មៅដោយសារអីដោយសារតែពីដើមឡើយហ្នឹងទម្រង់វីដេអូរបស់យើងជាទម្រង់បញ្ឈរអញ្ចឹងដើម្បីឲ្យបានពណ៌ខ្មៅទាំងអស់ហ្នឹងបងប្អូនគួរតែទៅកំណត់បាត់ទំហំវាឲ្យដូចទៅនឹងវីដេអូរបស់យើងអញ្ចឹងបងប្អូនចុច Take មួយទៀតមកហើយបងប្អូនមើលមកផ្នែកខាងក្រោមនេះបងប្អូនយកពាក្យថា Canvas បាទឃើញទេហើយបងប្អូនមិញយើងកាត់វីដេអូយើងយកទម្រង់ 1.1 ជាទម្រង់ការ៉េអញ្ចឹងបងប្អូនយកទម្រង់ហ្នឹងដែរមកវាលែងជាប់ខ្មៅហ្នឹងហើយបងប្អូនចុច Take មកឃើញទេបើវីដេអូរបស់យើងគឺលែងមានខ្មៅលើខ្មៅក្រោមហើយខ្ញុំ play បាទអញ្ចឹងបងប្អូនអាចកំណត់តាមខ្ញុំនឹងទៅហើយជ្រើសរើសទំហំណាមួយដែលបងប្អូនស្រឡាញ់ពេញចិត្តយើងចូលដល់ចំណុចមួយទៀតគឺការបង្វិលវីដេអូពីឆ្វេងទៅស្ដាំឬក៏ពីលើទៅក្រោមអញ្ចឹងបងប្អូនដើម្បីបង្វិលវីដេអូណាបងប្អូនត្រូវចុចលើវីដេអូហ្នឹងឧទាហរណ៍ខ្ញុំចង់បង្វិលវីដេអូហ្នឹងខ្ញុំចុចលើវាបន្ទាប់មកបងប្អូនអូមករកពាក្យនេះបងប្អូនណាកន្លែង rotate អញ្ចឹង rotate នេះគឺដើម្បីបង្វិលវាជុំវិញបងប្អូនអញ្ចឹងខ្ញុំចុចមួយវីដេអូវានឹងបែបនេះឃើញទេបើសិនបងប្អូនចង់បានបង្វិលអញ្ចេះអានឹងអាស្រ័យលើបងប្អូនទេតម្រូវការជាក់ស្ដែងអញ្ចឹងគឺគេចុច rotate នឹងបងប្អូនបានមួយទៀតបងប្អូនខ្លះគឺពិសេសបងប្អូនដែលគាត់ប្រើប្រាស់ content កាប់ដាវគាត់ចង់កែតម្រង់វីដេអូនឹងឲ្យខុសពីតម្រង់ដើមគឺគាត់បដូរកន្លែងនេះបងប្អូនគឺថាបច្ច្រាស់ពីឆ្វេងទៅស្ដាំបងប្អូនឃើញទេបើយើងចង់បានទៅឆ្វេងទៅស្ដាំបងប្អូនចុចកន្លែងហ្នឹងឧទាហរណ៍វីដេអូមួយនេះវាឃើញថាដើរមកស្ដាំឥឡូវខ្ញុំឲ្យដើរមកឆ្វេងឥឡូវបងប្អូនបាទខ្ញុំ play បងប្អូនមើលបាទឃើញទេក្នុងករណីបងប្អូនចង់ឲ្យវាមកភាពដើមវិញបងប្អូនចុចកន្លែងហ្នឹងវិញមកអញ្ចឹងវាដើរទៅស្ដាំវិញហ៎បងប្អូនមើលឃើញទេបាទអញ្ចឹងខ្ញុំបង្ហាញបងប្អូនយើងប៉ុណ្្នឹងចុះតាក់ទងទៅនឹងការcrop ឬក៏ការកាត់ផ្នែកខ្លះចេញក្នុងវីដេអូក៏ដូចជាការបង្វិលវីដេអូឲ្យខុសពីទម្រង់ដើមអរគុណបើសិនមានចម្ងល់ផ្សេងៗ comment ខាងក្រោមមកខ្ញុំនឹងឆ្លើយជូនបន្ថែមទៀត